bạn làm từ đấy nè tu ông phải phôi từ đấy đấy phôi từ lục kịch vara vẽ lục kịch vara pranya parvita rồi thế nhé nhưng mà pra mấy thằng mấy nè khi cứ một phút hòn ra cho mình cái nhé trên cái trong dây thaព្រះពុទ្ធអង្គទៅអាវេលោកេស្វរៈនេះព្រះអង្គគឺទៅបានគុំគ្រងដោយអំណាចព្រះពុទ្ធទូទាំងចក្រវាលមកមានន័យថាព្រះអង្គដើរតួនាទីតំណាងឲ្យធម៌របស់ព្រះពុទ្ធហើយព្រះអង្គបានគំពីដោយអំណាចឥទ្ធិពលរបស់ព្រះពុទ្ធទូទាំងចក្រវាលហ្នឹងអញ្ចឹងជាបែរគឺទៅមានរូបឋានៈព្រះពុទ្ធទៅជួយវិញប្រកាយរបស់ព្រះអង្គហ្នឹងហើយនៅក្នុងនោះមានទេពនៅក្នុងសាសនាហិណ្ឌូគេមានទេពចំនួនរបស់ហ្នឹងទេគេចង់និយាយថាព្រះពោធិសត្វគឺមានអំណាចទូទាំងចក្រវាលអញ្ចឹងគ្រប់ទេពទាំងអស់ត្រូវតែមកគោរពបូជានមស្ការដល់ទេវៈព្រះពុទ្ធសាសនាអវៈលោកេស្វរៈនេះឯងដោយសារអវៈលោកេស្វរៈគឺជាទេវៈដែលមានអំណាចកំពូលនៅក្នុងចក្រវាលប៉ុន្តែនៅក្នុងឥទ្ធិពលរបស់ព្រះពុទ្ធទាំងអស់ដូចថាហើយបានគេថាព្រះពុទ្ធទូចដែលតែជួយវិញមានន័យថានៅក្នុងវាវត្តសង្សារចក្រវាលទាំងមូលនោះគឺទីណាក៏មានឥទ្ធិពលរបស់ព្រះពុទ្ធដែរគឺព្រះពុទ្ធគុំគ្រងអំណាចទូទាំងចក្រវាលទោះបីតែព្រះពោធិសត្វនេះក៏ស្ថិតនៅក្រោមអំណាចរបស់ព្រះពុទ្ធដែរដែលយើងតែនិយាយថាព្រះពុទ្ធអមិតភៈហ្នឹងនេះតែយើងអាចហៅថាព្រះអភិពុទ្ធអង្គណាបាទដូចថានេះគឺជាព្រះពោធិសត្វនេះមានតែនៅក្នុងសាសនាពុទ្ធយើងសប្តាហ៍នេះទេគេហៅថាពុទ្ធសាសនាតែសំពីតែសំពីតែពីទៅអស់បោះ4បាទនេះយើងខ្ញុំបានយើងហើយអត់ហើយទៅហើយនេះទេត្រីទេពនេះមើលតែក្រុមទេពនៅក្នុងសាសនាហិណ្ឌូនេះនេះមើលក្បាលចុះចុះនេះក៏ជាប្រុសសត្វដែរមើលខ្លួនឯងមើលប៉ាត់តាប្រុសស្អីទេប្រុសទេវៈប្រុសប៉ុន្តែក្បាលឡើង3ជឿនមើលខ្សែកមានទេពតំណាងឲ្យតារាបញ្ញាបរិតាខ្ញុំផ្ញើរូបចូលគ្រប់មួយព្រះពោធិសត្វតែលើនេះតំណាងឲ្យចក្រវាលនេះ